Unit 6 and ngực ngực. Listen and repeat. ស្ដាប់ហើយថាតាម I ngực pink pink r I ngực rink អូខេផ្លេចជម្រាបសួរអ្នកទាំងអស់គ្នាបាទមួយខាត់ពេលយើងចាប់ផ្ដើមទាំងអស់គ្នាអូខេពាក្យ number 1 យើងមើល what's this is r I ngực ring 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 គឺចិញ្ចៀនអ្នកទាំងអស់គ្នាចិញ្ចៀនតែថ្ងៃនេះអត់មានទេចិញ្ចៀនតោះ ring យើងមើល ring តើអក្សរអីមានអក្សរអីខ្លះអានេះគឺងើសហើយលេងយើងងើសហើយអញ្ចឹងយើងត្រង់ដល់ខ្លះអី r what letter r it's r right yeah r or r is អក្សរអី is គឺ I make sound is r is ri ngើring នេះ ring r is ngើ ring គឺចិញ្ចៀនអ្នកទាំងអស់គ្នាមានប៊ីកមានសភៅកាត់ខ្លួនឯងមកប្រសើរខ្ញុំតើអត់បានព្រៀងនេះស្អាតអស់ស្ទះចិញ្ចៀន ring ចិញ្ចៀនតើយើងដាក់ example តែម្ដងsentence ណាទាំងកន្លែងនេះ sentences យក the យើងអានថា the កុំទាន់លាក់សិន Okay, the king. Do you know king, everyone? It's called king. King មានអំណាចទេណាស្ដេច Yeah, king ស្ដេចតើយើងដាក់ពាក្យ king នៅទីនេះសិន king យើងទៅសេជាមួយអក្សរអីខ្លះ តើ k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  I i k i k k ng king yeah king គឺស្ដេចនេះឃើញអត់ស្ដេច yeah king អញ្ចឹងយើងដាក់មក the king has a ring okay the king has a ring អញ្ចឹងក្នុងមួយប្រយោគនេះគឺមានពាក្យដែលយើងរៀនបានពីរអញ្ចឹងយើងសេតែមួយទេ the king has a ring or you can say the king is strong okay អញ្ចឹង king ប្រែថាស្ដេចOkay, យើងមើល number 3 Can you read this word? P sound p I sound I N K ng p I ng pink 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 p I pink pink ប្រែថាពណ៌កាឈូវាប្រែបានពីរមានប្រែបានតានាមមួយមុខទេណាទាំងអស់គ្នាវាប្រែបានជា adjective ដែរ adjective ពណ៌ប្រកាឈូខ្ញុំសេខាងស្ដាំគឺខ្ញុំមិនសូវចេះទៅសេទេបើទៅសូកឈូទៅសេពីខាងនោះក្រាន់គេ pink ពណ៌កាឈូយើងដាក់មកឧទាហរណ៍ឧទាហរណ៍ថា I have a pink t-shirt okay I have a pink t-shirtខ្ញុំមានអាវពណ៌កាឈូមួយ I have a pink t-shirt I have a pink t-shirt ខ្ញុំមានអាវពណ៌កាឈូមួយ or you can say my t-shirt is pink yeah my t-shirt shirt is pink ឃើញអត់ទូនាទីរបស់វាគឺខុសគ្នាមួយ pink នេះឈួរនៅពីមុខនាមឥឡូវ pink នេះឈួរនៅពីក្រោយ verb វិញ
my t-shirt is pink អាវរបស់ខ្ញុំគឺពណ៌កាឈូ yeah ហើយយើងចូលដល់ number 4 junk មានថារបស់ដែលគេបោះចូលរបស់ដែលខូចគេឈប់ប្រើហើយដូចសម្រាមដូចសម្រាមឬក៏និយាយទៅសំណល់យ៉ាសំណល់មានមកពីផ្ទះបាយសំណល់ផ្សេងដូចជាកំប៉ុងដូចជាដែកដូចជាអីទូទាស់អីគេឈប់ប្រើគេហៅ junk បាទ junk ចឹងសលេងអីដែលសលេងចើសលេងអីជេយ៉ាអត់មានជីទេណាជីគឺសលេងកឹសតែជីក៏អាចជាសលេងចើសដែរតែវាមានករណីពិសេសរបស់វាអញ្ចឹងបើសលេងចើសរបស់អក្សរនោះគឺជេចើសngak junk នេះថាសម្រាមរបស់ដែលគេឈប់ប្រើហើយនឹង junk របស់ដែលគេបោះចូលគឺសម្រាមហ្នឹងឯងឬក៏បើសិនជាវាប្រែជា verb ប្រែថាបោះចូលសញ្ញាវាប្រែជាកិរិយាសព្ទអ្នកទាំងអស់គ្នាប្រែថាបោះចូលបើសម្រាមអានេះខុសគ្នាដូចសម្រាមដូចថង់ដូចអីហ្នឹងគេហៅ trash ឬក៏ rubbish ប៉ុន្តែបើចាំងហ្នឹងបើភក់ទូទាស់កំប៉ុងដែកអីហ្នឹងគឺ junk okay that's all just 2-3 sentences let's read the words about what អ្វីដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងខ្លាំងគឺរបៀបអានហើយនឹងពាក្យន័យរបស់វាអញ្ចឹងប្រយោគយើងកុំកិនខ្លាំងអីមួយសិនអូខេតោះ brush is a ring ចិញ្ចៀន curse is a king ស្ដេច purse is a pink ពណ៌កាឈូ junk សម្រាមឬក៏របស់ដែលគេបោះចូលឬក៏បើប្រែជា verb ប្រែថាបោះចូលអូខេអញ្ចឹង read the sentence the king has a ring I have a pink t-shirt my t-shirt is pink អូខេអ្នកទាំងអស់គ្នាខ្ញុំមានតែប៉ុណ្ណេះទេជួបគ្នាវីដេអូក្រោយអរគុណច្រើនសម្រាប់ការទស្សនាកុំភ្លេចជួយ subscribe ឬក៏ share វីដេអូមួយផងបើសិនជាអ្នកទាំងអស់គ្នាគិតថាវីដេអូនេះមានប្រយោជន៍អរគុណច្រើនជម្រាបលា